7 this is my okay តោះទាំងអស់គ្នានៅចាំមេរៀននេះកន្លែងនេះមានន័យថាម៉េច this is មានន័យថាយើងចង់ណែនាំពីវត្ថុឬក៏មនុស្សម្នាក់ទៅកាន់អ្នកដទៃដើម្បីប្រាប់ថាពួកគាត់គឺជាអីអូខេឥឡូវយើងមករៀនប្រើប្រាស់ពាក្យនេះម្ដងទៀតដើម្បីណែនាំសមាជិកគ្រួសារធំរបស់យើងណាឥឡូវយើងមកមើលទាំងអស់គ្នា this is my អីគេអ្នកណាគេដែលយើងចង់ណែនាំទៅពួកគេគឺ grandfather អូខេឥឡូវយើងអានទាំងអស់គ្នា This is my grandfather This is my grandfather មានន័យថានេះគឺជាលោកតារបស់ខ្ញុំឬក៏ជីតារបស់ខ្ញុំណាម្ដងទៀត This is my grandfather ឥឡូវតទៀត This is my អីគេបន្ទាប់ពី grandfather មកយើងមានណាគេទៀតយើងមាន grandmother ចាយើងមានពាក្យថា grandmother អញ្ចឹងយើងអានទាំងអស់គ្នា This is my grandmother This is my grandmother នេះមានន័យថានេះគឺជាលោកយាយឬក៏ជីដូនរបស់ខ្ញុំតទៀត This is my អីគេ This is my អីគេនឹងចូលដល់សមាជិកមួយទៀតមក uncle This is my uncle This is my uncle មានន័យថានេះគឺជាពូឬក៏អ៊ំប្រុសរបស់ខ្ញុំណា uncle អូខេតទៀត This is my គេយើងមាន uncle យើងក៏មាន aunt អូខេ this is my aunt នេះគឺជាមីងឬក៏អ៊ំស្រីរបស់ខ្ញុំណាតទៀត This is my គេ This is my cousin អូខេម្ដងទៀត This is my cousin This is my cousin មានន័យថានេះគឺជាជីដូនមួយរបស់ខ្ញុំអាចជាបង